ព្រះនាមជួសកាន់តែពីជួសកាន់ក្រុងយ៉ាងអាស្រីអបទុកពេកជ្រៃនៅក្នុងនគរឋានតែពីជួសកាន់ក្រុងយ៉ាងអាសូរីអបទុកពេកជ្រៃនៅក្នុងព្រះនគរឋានមុំមានក្តីសុខណាស់កើតក្តៅក្នុងអង្គប្រានចង់ចេញទៅកំតានលេងទៅកូមិតកំឡាញ់ឯណាមហេសីព្រះតាព្រះស្វាមីថ្ងៃនេះបងអត់សុខអស្ចារ្យនៅក្នុងព្រះមហានគរប្រមាណសោះចង់ទៅលេងមិត្តសម្លាញ់នគរនិរវ័នដែលជាសម្លាញ់ដែលបានសិក្សារៀនសូត្រជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកាលនោះយើងបានធ្វើមិត្តសម្លាញ់នឹងគ្នាហើយបានសន្យាថាបើខ្ញុំមានកូនត្រីនិរវ័នមានកូនប្រុសដូច្នោះនឹងស្ដីដណ្ដឹងកូនក្រមុំរបស់យើងធ្វើជាមហេសីថ្ងៃនោះហើយដែលយើងបានសន្យាជាមួយគ្នាតាំងពីនៅរឹកទឹកម្លេះណាមហេសីអូនព្រះតាព្រះស្វាមីតែឥឡូវនេះយើងបានដឹងដំណឹងថានិរវ័នគេមានបុត្រីដ៏ស្រស់ស្អាតដែលកើតអំពីផ្កាមួយទៀតនាងសវណ្ណរាជាកូនគេបង្កើតខ្ញុំចង់ទៅមើលថាតើសវណ្ណរានិងបតុមចរិយាមាននរណារូបស្អាតជាងនរណាដើម្បីដណ្ដឹងឲ្យកូនរបស់យើងឈ្មោះសារកាន់ណាព្រះអង្គមែនហើយបិតាទូព្រះបង្គំចង់ទៅមើលដែរព្រោះឆ្នាំនេះកូនមានវ័យធំណាស់ហើយល្មមមានអាមហេសីហើយត្រូវហើយបុត្របាញ់ចឹងព្រះស្វាមីដល់យើងទៅរៀបក្រាបទូលនងហើយមេស៊ីអូនសារកាន់នឹងពលណារៀបចំម្ហូបអាហារនំចំណីដើម្បីទៅលេងនគរមិត្តសម្លាញ់យើងណាគណាស្លេះទទួលតាមពរិយអង្គការក្រាបទូលឈ្មោះហៅថានិរវ័នមានព្រាជត្រីពីរព្រះអង្គទីមួយនាងបទុមសូរិយាដែលខ្ញុំបានរើសយកអំពីផ្កាមករូបភ័ស្ត្រស្រស់ស្អាតដូចទេពធីតាដូចជាកូនទេពតាចុះពីឋានសួគ៌រីនាងសវណ្ណរាខាដែលជាប្អូនត្រីបានបុត្រីកើតអំពីផ្កាសត្វតែសវណ្ណរាខានាងបានប្រសូត
បន្តមកអ្នកទាំងពីរឥឡូវក្រមុំមកហើយតែរូបសម្ផស្សស្រស់មិនចាញ់គ្នាទេបុត្រទាំងពីរប៉ុន្តែការពិតនាងស្វារិកាគឺជាបុត្រាអើជាបុត្រីបង្កើតរបស់ខ្ញុំឯនាងបទុមស្រីយាវាជាកូនកើតអំពីផ្កាប្រហែលជាទេវតាមកចាប់កំណើតក្នុងផ្កានោះហើយមើលទៅអើឯណាមហេសីអូនព្រះប៉ព្រះស្វាមីខ្ញុំចាស់តាមគុំក្រាបទូលមហេសីអូនតាមដំណឹងរាជសារអំពីនគរកោះសន្ធប់មកប្រាប់ថាព្រះមហាទស្សកੰគឺនឹងចង់មកលេងសប្បាយនឹងការរាប់អានរតៈមិត្តភ័ក្តិសម្លាញ់ជាមួយគ្នាណាអូនព្រះប៉ាខ្ញុំម្ចាស់ក៏បានដឹងចឹងដែរព្រះអង្គតែយ៉ាងណាសូមព្រះអង្គគិតទៅមើលបុត្រីរបស់យើងផងខ្លាចក្រែងទេដីដណ្ដឹងទៅនាងមិនព្រមណាក្រាបទូអូអារឿងនឹងហើយដែលបងព្រួយបារម្ភព្រោះនាងមកទុំស្អាតណាស់ក្រែងនាងមិនព្រមចំណែកចវណ្ណរិខាជាបុត្រីរបស់យើងប្រហែលបើមានបងវាមិនព្រមប្អូនត្រីក៏ប្រហែលជាមិនព្រមដែរយ៉ាងណាក៏ដោយមេដាបៃតាត្រីតែសម្រុះសម្រួលបញ្ចូលចិត្តព្រោះវាពាក្យចម្ពាក់នឹងមិត្តសម្លាញ់នឹងគ្នាណាអូនព្រះប៉ាខ្ញុំចាស់ព្រះស្វាមីសូមថ្វាយព្រះបង្គំក្រាបទូលមានកាយចនាករណាថ្លៃសេះការដង្ហែរាជបុត្រារបស់ព្រះអង្គម្ចាស់ទស្សកੰបានចូលមកដល់ហើយក្រាបទូលឲ្យគេចូលមកចុះឡើងសូមសាច់យាងក្រាបទូលស្វាគមន៍មហាមិត្តមហារាជតើមហារាជសុខសប្បាយទេនិរវ័នមិត្តសម្លាញ់មករយៈជាមួយគ្នាជាយូរណាស់មកហើយសម្លាញ់អើយខ្ញុំនឹកសម្លាញ់ឯងក្រែងតែលេងមាននឹករលឹកដល់យើងហើយទីដឹងបានជាស្ងាត់បាត់ដំណឹងសូនមិនបានឲ្យដំណឹងទៅវិញទៅមកណាសម្លាញ់ឥឡូវនេះបុត្រាខ្ញុំក៏មកមហេសីក៏មកសេនាសមមន្ត្រីមាននំចំណីយ៉ាងច្រើនមកនេះมันគ្រាន់តែមកលេងទេតែយើងមកចង់ស្ពានមានមិត្តរីស្ដីដណ្ដឹងកូនរបស់សម្លាញ់ហើយតើសម្លាញ់មានយោបល់យ៉ាងណាជាការប្រសើរតើសម្លាញ់មានតែការថុកកងអីទេប៉ុន្តែកុំអាលចិនអីកុំអាលបង្ខំការអីយើងកូនស្រីនៅខ្ចីណាសូមសម្លាញ់មេត្តាកុំអាលបង្ខំណាមិនអីទេឲ្យតែព្រមព្រៀងនឹងគ្នាទៅវាជាការស្រេចហើយរងចាំឱកាសណាមួយដែលត្រូវរៀបចំមង្គលការសម្លាញ់យើងនឹងឲ្យចំណឹងមកព្រាមខ្ញុំមកចាស់ស្វាយព្រមគុំព្រះបិតាចាស់ស្វាយមកគុំព្រះបិតាព្រះមេតាក្រាបទូលហើយមកទុំសរិតាចវណ្ណរិខាបុត្រីបិតាមានការអីទើបកូនស្រីមកថ្វាយបង្គំព្រះបិតាហើយព្រះភ័ក្ត្រដូចជាក្រៀមក្រំណាបុត្រីព្រះប៉ាបិតាខ្ញុំម្ចាស់គ្មានបារម្ភភ័យអ្វីទេតែខ្ញុំចាំមកថ្វាយបង្គំព្រះបិតាដើម្បីយកការគួរសមតាមធម្មតាទេក្រាបទូលនោះណៅមិត្តសម្លាញ់របស់បិតាមានទស្សកੰនឹងមហេសីរបស់គេដែលជាព្រះមេដាធររបស់បុត្រណាយើងទាំងពីរថ្វាយបង្គំគល់ហើយចូលទៅដំណាក់វិញចុះណាបុត្រីព្រះតាបិតាខ្ញុំម្ចាស់សូមថ្វាយបង្គំព្រះបិតាព្រះមេដាធរដែលសេចក្តីនឹករលឹកក្រាបទូលល្អហើយយីព្រះស្វាមីបុត្រីគេនេះស្អាតណាស់ក្រាបទូលព្រោះតែស្អាតនឹងហើយគឺបងចង់ឲ្យសារច័ន្ទគេឃើញណាមើលសារច័ន្ទកូនបានឃើញរូបច្រោះរបស់នាងបទុមសូរិយាទេណា
bên là chú ba một cung khơi hơi kẹp chú một cung khơi hơi nhưng chắc phải một cung lia hai phải bây đa không chắc phải một cung lia hai kẹp tu gì mình toàn bànมันก็จากนี่มามัดพองคือก็ยังจงตำหนักลิ้นเต่าพระบิดาทุกประกุมกูอะไรนะพระบิดายังตีนโกตีนวินตื้อเอาทุกประกุมหนึ่งตีหนึ่งบาทเจ้าบิดาไรบทพระบิดากาตีนดังบาทชั่วหมดหิดให้บทตรากุมปลุยเลยตลอดแต่เปลี่ยนโกวินจำให้เอาไก่ออกbây đa mằng mà riêng chồng mằng cô ca là cô na bởi chân này nhưngรับtin là cô Vinh hơi như là hoàn sống complete biết là dương ban chân già tăng âm pi là mình đi sổ máu nè mẹ đâu chậm lành dương nâng mình bầm phết cái chân già nó chào tê chân dùng xôm lia xâm lành chân hơi xôm mà xâm lành chạy bàn thấy cái này sắp bài châu nà xôm lia hơi mất phẹ đại kia xâm lành để dương bàn chân ra trong một kia kỳ yêu chân nằm nhầm lia chân hơi
ផ្សងរបស់ខ្ញុំម្ចាស់នេះតែឲ្យជួបបរិណាដែលជាគូព្រេងវាសនានឹងខ្ញុំម្ចាស់ផងដល់ពេលរដូវក្តៅនៅខែផលគុណចេតព្រះមេត្តាព្រះបិតាព្រះអាយកោព្រះអាយកាទ្រង់តែងតែបានទេត្រង់ព្រះនឹងបបោសសម្អាតនៅទីបូជនីយដ្ឋានបូជនីយដ្ឋានគឺជាទីកន្លែងដែលគោរពនឹកគុណដល់ព្រះអាយកោព្រះអាយកានិងទេពតារក្សានៅប្រជេតដីថ្ងៃនេះខ្ញុំគិតថានឹងទៅបបោសប្រជេតដីផងព្រោះជាថ្ងៃពេញបូរមីហើយនឹងជាថ្ងៃដ៏ល្អសម្រាប់រូបខ្ញុំណាអនុពិសីអូនអនុពិសីអូនអើយគណៈសេមចាប់បងប្រជិវងតើប្រអមានរឿងអីទៅក្រាប់ទូលអូនឯងអត់ដឹងអីទេថ្ងៃនេះជាថ្ងៃដែលព្រះមេត្តាព្រះបិតាតែងតែធ្វើបុណ្យទាននៅក្នុងព្រះបរមរាជវាំងក៏ដូចជាយើងទៅគោរពព្រះចេតិយអញ្ចឹងបងគិតនាំអូនទៅបបោសសម្អាតព្រះចេតិយព្រះអាយកោព្រះអាយកាយើងណាមែនហើយព្រះអាយកោព្រះអាយកាជាតាយាយយើងរឹងយូរយារណាស់មកហើយដែលរាប់រយជំនាន់ត្រូវបានតាំងទុកក្នុងព្រះចេតិយនេះហើយនឹងមានព្រះពុទ្ធរូបនៅក្នុងផងដូច្នេះយើងនាំគ្នាឡើងទៅបោសសម្អាតព្រះចេតិយដែលជាទីបូជនីយដ្ឋានគឺយើងត្រូវទៅធ្វើសក្ការៈបូជាបបោសសម្អាតមានផ្កាភ្ញីមានម្ហូបចំណីដើម្បីយកទៅថ្វាយដល់ពពួកទេពតានិងរំលឹកគុណដល់ព្រះមេត្តាព្រះបិតាដែលជាអង្គព្រះអាយកោព្រះអាយកាយើងដែលបានសោយជីវង្គតរាប់រយចំនួនទៅហើយណាមែនហើយចាបងបើចឹងសូមស្ដេចជាងក្រាបទូលអានេះពិសីអូនឯងឡើងទៅខាងលើដែររីមកចាប់បងតំណាក់ចំពោះជាន់ទី3ទី4នោះខ្ពស់ណាស់ទូព្រះបង្គំសុំនៅបបោសសម្អាតនៅខាងក្រោយចាស់សុំព្រះម្ចាស់បងដាច់គង់យើងទៅតែឯងចុះក្រាបទូលចាំបងចុះមកជួយបបោសសម្អាតខាងក្រោយនឹងមានយកទៀនធូបផ្កាភ្ញីនិងផ្លែឈើគ្រប់មុខយកទៅថ្វាយដល់ព្រះអង្គផងណែអញ្ចឹងបងទៅសិនណាអូនឯងនៅបបោសសម្អាតខាងក្រោយណាបងបោសខាងលើស្អាតហើយបងចុះមកជួយអូនឯងក្រោមក្រោយសិនចាប់បងទូលព្រះបង្គំខ្ញុំសូមថ្វាយបង្គំព្រះអាយកោព្រះអាយកាលោកតាលោកយាយតាទូតជីទូតតាលួតយាយលួយទាំងអស់ដែលបានសោយជីវង្គតអស់ជាច្រើនចំនួនទៅហើយទូលបង្គំគ្មានអ្វីឡើយមានតែហត្ថានិងការភ្ញីមានផ្លែឈើទុំល្អល្អដែលយកមកថ្វាយគុណរំលឹកនឹកគុណដល់ព្រះបិតាព្រះអាយកោព្រះអាយកាដែលសោយជីវង្គតទៅហើយនឹងថ្វាយដល់ទេពតាដែលថេរក្សានៅព្រះចេតិយ
ះស្ដោព្រះឯកាដីអើយសូមព្រះម្ចាស់ថ្លៃអើយជួយរក្សាខ្ញុំមេព្រមទាំងបៃតានឹងព្រះមេដាឲ្យបានទុកខែឲ្យបានក្តីសុខណាស់ពេលថ្ងៃនេះទៅមិនក៏មកមានទុកខែគុណព្រះបិតាព្រះមេដាគុណលោកតាលោកយាយព្រះអាយកោព្រះអាយកាសូមព្រះអង្គជួយបីថែរក្សានៅព្រះនគរព្រមទាំងញាតិវង្សសាលវង្សរបស់យើងឲ្យបានសុខចម្រើនតរៀងទៅផងខ្ញុំនឹងបបោះសម្អាតប្រជិតដីនេះចាប់អាចត្រឡប់ចុះទៅក្រោមដើម្បីបានជួយបបោះខាងក្រោមជាមួយនឹងប្អូនអាណិតពិសីវង្សផងអីរូបថតផ្សងរកគូវាសនាយីមានចាអក្សរាដាក់ចូលនៅក្នុងតម្រងផ្កាអមទៅដោយរូបបច្ឆ័យលក្ខណ៍យ៉ាងស្រស់ស្អាតជាទីបំផុតគឺនាងបុតទុំត្រយានៅនានគរក៏សន្ធប់គុណបុណ្យទេពតាហេតុអីបានជាខ្ញុំឃើញរូបថតនេះភ្លាមរន្ធត់ញាប់ញ័រត្រេកអរផងមានការផិតភ័យផងយ៉ាងនេះបុទុមសូរិយាបុទុមសូរិយារូបនាងល្អណាស់នាងកើតអំពីផ្កាហើយតម្រងការជុំវិញដែលពោពេញទៅដោយសម្រស់ហើយអ្វីរបស់នេះធ្លាក់មកនៅលើចែកដីរបស់ខ្ញុំទៅវិញតាមការពិតនាងបានសរសេរថាសូមទេពតាអិនព្រំសូមនាំមកយករូបសងរបស់ខ្ញុំនេះទៅថ្វាយនឹងឲ្យបានជប់បុរសណាដែលជាគូព្រេងវាសនាពីអតីតជាតិរបស់នាងបុទុមទុរិយាប្រហែលជារបងនេះត្រូវជាគូព្រេងត្រូវជាស្វាមីរបស់នាងពីអតីតជាតិហើយបានជាខ្ញុំបានឃើញរូបនាងហើយតក់ស្លុតរន្ធត់ផុតភ័យឬមួយក៏ជាការត្រេកអរហួសប្រមាណដែលខ្ញុំពុំដែលបានជួបប្រទះទៅទេសោះបុទុមសូរិយាបុទុមសូរិយាបុទុមសូរិយាយីចាស់ចម្លែកម្លេះមកចាបងបជនវង្សស្អីបុទុមសូរិយាបុទុមសូរិយាហើយក៏បាត់មាត់ចឹងយីកាលដែលព្រះអង្គនាំឡើងទៅខ្ញុំមិនទាន់ចង់ឡើងទៅទេតែពេលនេះមកចាបងហេតុអីក៏ហៅរកបុទុមសូរិយានោះជាអីទៅហើយលើស្ងន់មាត់ជឹងយ៉ាងម៉េចខ្ញុំត្រូវតែឡើងទៅលើចេតិយទៅមើលម្ចាស់បងសិនព្រះអង្គមានរឿងអីទេពុទ្ធោម្ចាស់បងប្រជិនវង្សម្ចាស់បងប្រជិនវង្សព្រះអង្គបាត់បារដីព្រះអង្គយ៉ាងមិនហើយព្រះអង្គម្ចាស់បងប្រជិនវង្សព្រះអង្គមានរឿងអីបានជាយ៉ាងនេះម្ចាស់បងប្រជិនវង្សព្រះអង្គទន្លាប់ឬស្លាប់ទៅហើយទេដឹងចាស់បងអើយដឹកញ៉ែឡើយស្កិនចឹងអើយគ្មានបានដំណើ
ជាវងម្ចាស់បងព្រះចិនវងយីរត់ពិសីណាឲ្យអូនឡើងមកទីនេះម្ចាស់បងលឺទីត្រែកហៅរកបូតទុំសូរិយាហើយស្រាប់តែស្ងាត់ឈឹងចឹងហើយទៅទូព្រះបង្គំទ្រាំពំបានត្រឹមធ្វើបានសម្រេចចិត្តឡើងមកស្រាប់តែឃើញម្ចាស់បងសម្លាប់បាត់មកដីចុះព្រះអង្គអោបអីបានជាមិនឲ្យទូព្រះបង្គំឃើញផងឲ្យទូបង្គំមើលបន្តិចមកតើជាអ្វីឈប់សិនអូនកុំចង់ដឹងអានេះជារឿងរបស់បងអ្នកធំអ្នកចាស់ទេអូនឯងនៅក្មេងសេចក្តីណាកុំចង់ដឹងអីណាម្ចាស់បងមិនឲ្យទូព្រះបង្គំមើលទេទូព្រះបង្គំនឹងទូព្រះបិតាព្រះមានដាំខានទេអូនបងឲ្យអូនមើលហើយតែអូនកុំយករឿងនេះទៅនិយាយប្រាប់ទូលព្រះបិតាមេដាឲ្យសោះណាព្រោះថាបងពុំដែលមានអត្តចរិតយ៉ាងនេះទេទើបតែពេលនេះទេតែបងតក់ស្លុតរហូតដល់សម្លាប់បាត់មកដីណែនាងនេះឈ្មោះបទុមសុរិយាម្ចាស់បងបទុមសុរិយាស្អាតណាស់ព្រះម្ចាស់បងទូព្រះបង្គំក៏សុំស្រឡាញ់ផងណាចាស់បងស្រឡាញ់ចាស់ព្រោះតែអូនឯងនៅតូចស្រឡាញ់ជាបងចំណែកបងនេះជាមនុស្សធំកំឡោះនឹងក្រមុំកាលណាគេស្រឡាញ់គ្នានឹងបានជាគូស្វាមីភរិយាអូនឯងដឹងថាស្វាមីភរិយាជាអ្វីទេទូបង្គំដឹងហើយគឺប្តីនឹងប្រពន្ធដែលមានប្រុសមួយស្រីមួយនៅគេនៅផ្ទុំជាមួយគ្នានោះទេចាបង អូនឯងឆ្លាតមែនតែបច្ចុប្បន្នដឹងរឿងនេះដែរណាចុះណែអូនឯងកុំយករឿងនេះទៅពិតបិតាមាតាធ្វើអីណាក្នែសេះបើចឹងតោះយើងបានថ្វាយនៅបូជាថ្វាយដល់ព្រះអយ្យកោព្រះអយ្យកាហើយចាស់យើងទៅដំណាក់វិញទៅចាស់បងតូនដាច់យើងនៅក្រាបទូលមហេសីអូនតែនឹងចាស់ព្រះស្វាមីរយៈពេល71ខែទៅហើយភ្លៀងឆ្នាំតែងយករឿងនោះមកទូលបងថាប្រជជនវងទ្រង់ពុំសូវច្រយ៉ាសោះអស់រយៈពេល71ខែហើយណាយីហេតុអីបានជាបុត្រាមិនសូវច្រយ៉ាចំណៃមានរឿងអ្វីកើតឡើងទៅដឹងព្រះអង្គយើងត្រូវតែសេពការដឹងរឿងនេះច្បាស់លាស់ព្រោះថាពេលសួរទៅព្រះអង្គអត់មានឈឺអ្វីទេដូចជាសបាយរីករាយដែរតែរាងកាយរាងស្គាំងឆ្កមបន្តិចស្លេកស្លាំងពុំដឹងថាមានរឿងអ្វីសោះព្រះបិតាមេដាទូលគុំដឹងរឿងនោះមានដឹងរឿងអីហ៎អានេះពិសីបុត្រីបុត្រាបិតាម្ចាស់បងប្រជជនវង្សព្រះអង្គមានបានរូបបច្ឆាយលក្ខគឺជារូបថតរបស់ស្ត្រីម្នាក់ឈ្មោះបទុមសុរិយានៅនគរយៈឈ្មោះនគរកោះសន្ធប់ហើយព្រះអង្គសោចរិយាពំបានព្រមមានតែក្តីស្រឡាញ់នឹងនឹករលឹកនាងបទុមសុរិយាពេកណាព្រះបិតាយីចុះកូនឯងទើបបានអាយុប៉ុណ្ណឹងសោះដឹងក្តីហេតុអីបានជាកូនដឹងរឿងនេះមកពីទូព្រះបង្គំតាំងពីអ្នកបងប្អូនទៅអុជធូបបួងសួងនឹងសុំសេចក្តីសុខថ្វាយព្រះនគរនិងព្រះមេដាព្រះបិតាណាក្រាបទូលបើអញ្ចឹងមិនអីទេកូនឯងឲ្យឆ្នាំទៅយាងប្រជិនវងមកទីនេះបន្តិចដើម្បីបិតានឹងបានសាកសួរហេតុផលណាកូនណាខ្នើចេះបងស្រាំប្រតាខ្ញុំចាស់ប្រិកមាសូមឲ្យបងឯងទៅយាងព្រះអង្គម្ចាស់ជ័យចិនវង្សឲ្យមុខគល់ដល់ព្រះបិតាក្នុងគាឥឡូវណាតែខ្ញុំម្ចាស់មិនភ័យទេក្រាបទូលខ្ញុំម្ចាស់ទៅហើយទូព្រះបង្គំសូមថ្វាយសូមក្រាបថ្វាយបង្គំព្រះវរាជមេដានិងព្រះបិតាក្រាបទូលល្អហើយបុត្រា
បៃតាតម្លឹងមើលទៅរូបរាងកាយព្រះរាជបុត្រាដូចជាតក់ស្រុតស្លេកស្លាំងនិងពុំមានកម្លាំងអ្វីសោះតើបុត្រមានវិបត្តិអីបុត្រនិយាយប្រាប់បៃតាមកព្រះបៃតាទូព្រះបង្គំអត់មានរឿងអីទេក្រាបទូលមកចាស់បងមិនបាច់លាក់លៀមជាមួយបៃតាមេតាទេហេតុទាំងនេះព្រះអង្គបើចេះតែលាក់លៀមត្រាំលំបាកកើតទុកតែម្នាក់ឯងចាស់បងនឹងសោយទេបង្គត់ដោយអត់មានរោគគីអ្វីក្រៅពីរោគស្នេហាឡើយក្រាបទូលនៅពិសេសអូនឯងទុយចោះតែចេះដឹងរឿងបងមើលបុត្រាសម្លាញ់ម្ដាយកូនធំហើយកូនដឹងថាសេចក្តីស្នេហាគឺអ្វីហើយបងអូននិយាយយ៉ាងនេះខ្លាចក្រែងបងអូនខ្លាចក្រែងកូនត្រូវគ្រោះថ្នាក់ដោយសារជំងឺស្នេហាបាត់អត់ដឹងទេថាខ្លួនកូនសប្ថ្ងៃនេះចាំងស្គមណាស់ឆ្លេតឆ្លាំងរកសម្រស់សម្ផស្សអ្វីមិនបានចោះសូមកូនរីករាយចោះបៃតាមេតាអនុញ្ញាតឲ្យកូនទៅរកយកនាងបទុមសូរិយានោះមកធ្វើជាមហេសីតាមសម្ដីដំងប្រាថ្នាមេតាបៃតាអត់ទំទាស់នឹងបុត្រទេហើយបុត្រគួរតែបញ្ចេញនៅមហិទ្ធិឫទ្ធិគ្រប់បែបយ៉ាងដើម្បីសាងរកសេចក្តីស្នេហាដ៏បរិសុទ្ធនោះយកមកព្រះនគរណាបុត្រាបើព្រះបិតាព្រះមេតាទ្រង់មានព្រះបញ្ជាយ៉ាងនេះហើយនោះទូព្រះបង្គំរីករាយសប្បាយចិត្តពិតជាទូព្រះបង្គំបានសោយកាយាអាហារចំណីឡើងវិញហើយនឹងចេញទៅរកនាងបទុមសុរិយាក្នុងពេលឆាប់នេះហើយតែមេតាបិតាតាំងពីថ្ងៃនោះរហូតដល់មកពេលនេះឃើញថាមកចាបងប្រជាជនវង្សមានព្រះភ័ក្ត្រស្រស់ប្រំប្រៃភ្លឺថ្លាល្អមានសេចក្តីរីករាយសប្បាយលែងក្រៀមស្រពោនដូចថ្ងៃមុនហើយនេះបានយល់ឃើញថាប្រហែលជាព្រះអង្គពេញព្រះハរតីដើម្បីឲ្យព្រះបិតានិងមេតាឲ្យព្រះអង្គយាងទៅខ្ញុំចង់ទៅតាមម្ចាស់បងប្រជាជនវង្សណាដូច្នេះទោះបីយ៉ាងណាក៏ដោយត្រូវតែសូមបង្គាប់ម្ចាស់បងឲ្យទ្រង់អនុញ្ញាតឲ្យខ្ញុំទៅផងបានឃើញនៅនគរបងថ្លៃសប្បាយចិត្តយ៉ាងណាតើម្ចាស់បងមានរូបស្រស់ស្អាតដូចព្រះឆៃយាល័ក្ខណ៍ដែលនៅក្នុងអមរងការនោះមែនទេបើអញ្ចឹងខ្ញុំទៅថ្វាយបង្គំម្ចាស់បងប្រជាជនវង្សដើម្បីលបួងលួងលោមសុំព្រះអង្គធ្វើដំណើរទៅនគរកោះសន្ធប់ដើម្បីជួបនឹងម្ចាស់ស្ត្រីបុទុមសូរិយាដែលជាគូព្រេងរបស់ម្ចាស់បងព្រះចិនវង្សផងបុទុមសូរិយាមាសបងអើយបងបានរីករាយសប្បាយដោយព្រះបិតានិងព្រះមេតាអនុញ្ញាតឲ្យបងស្វែងទៅរកអូនក្នុងពេលនេះថ្ងៃព្រឹកនេះបងនឹងឡើងទៅថ្វាយបង្គំព្រះបិតានិងព្រះមេតាហើយដើម្បីចេញទៅរកតាមរករូបផ្សងរបស់អូននេះហើយបុទុមសូរិយាបងសូមផ្ដែផ្ដាំតាមវិយោសូមឲ្យនាងនឹកឃើញដល់របងដែលនាងបានផ្សងព្រេងមកហើយទុំបង្គំសូមផ្ដែបង្គំម្ចាស់បងអនុពិសីអូនអនុពិសីវងអូនមានការអីម្ចាស់បងព្រះអង្គរីករាយសប្បាយណាស់ក្នុងថ្ងៃនេះខ្ញុំទុំបង្គំនឹកឃើញថាព្រះអង្គប្រហែលជាបានសប្បាយដោយសារតែព្រះបិតានិងមេតាឲ្យម្ចាស់បងស្ដេចទ្រង់យើងទៅរកនាងបុទុមសូរិយាហើយមែនទីចាបងពិតប្រកបហើយអូនហើយក៏ជាថ្ងៃចុងក្រោយបងត្រូវទៅថ្វាយបង្គំព្រះបិតាមេតាចេញដំណើរទៅថ្ងៃនេះហើយព្រោះបងមានកម្លាំងគ្រប់គ្រាន់នឹងមិនពិបាកទៀតឡើយណាអូនណាគណៈសេះសូមចាំបងដាច់យាងឲ្យទូលបង្គំសុំទៅផងក្រាបទូលទៅចាំដល់កន្លែងបិតាសិនបងមិនទាន់ហ៊ានអនុញ្ញាតទេដាច់យាងចាបង
មហេសីអូនព្រះតោព្រះស្វាមីបងបានឃើញថាព្រះភ័ក្ត្ររបស់ព្រះជិនវង្សមានភ្លឺថ្លាស្រស់ដូចដើមហើយប្រហែលគេពេញប្រតិនឹងសบายចិត្តចាក់ចេញទៅដោយសារតែការអនុញ្ញាតអំពីព្រះបិតាមាតាហើយមែនទេមែនហើយព្រះស្វាមីបើបានចឹងខ្ញុំម្ចាស់សบายរីករាយណាស់ទូលព្រះបង្គំថ្វាយព្រះបង្គំព្រះបិតាព្រះមាតាទូលព្រះបង្គំសូមថ្វាយព្រះបង្គំព្រះមាតានិងព្រះបិតាក្រាបទូលល្អហើយបុត្រាទាំងពីរព្រះជិនវង្សបុត្របិតាតើបុត្រមានកិច្ចការយ៉ាងណាថ្ងៃនេះមកថ្វាយបង្គំព្រះមាតាបិតាទាំងភក្ត្រាស្រស់ញញឹមប្រំប្រៃដែលគូឲ្យចង់ពេចពើរមើលមើលខ្លាំងណាស់ណាបុត្រាមែនហើយបុត្រសម្លាញ់មាតាកូនមានរឿងអីត្រូវថ្វាយបង្គំថ្វាយព្រះមាតាបិតាថ្ងៃនេះកូនណាថ្លែងសេះព្រះបិតាព្រះមាតាអង្គម្ចាស់ជីវិតកូនបានសម្រេចព្រះតីរួចហើយថាត្រូវតែទៅរកនាងបទុមសូរិយានៅថ្ងៃនេះហើយព្រះបិតាព្រះមាតាមិនខត់កូនទេហើយជូនតកូនឲ្យបានសម្រេចចិត្តផងព្រះមាតាព្រះបិតាអង្គម្ចាស់ជីវិតកូនទូព្រះបង្គំសុំទៅតាមព្រះរាមព្រះជិនវង្សផងក្រាបទូលអនុពិសេសវង្សកូនណាស្រីបិតាកូននៅតូចខ្ចីគ្មានវិជាការពារអ្វីទេកូនត្រូវដឹងថានគរកោះសន្ធុបជានគរយៈអសរាវានៅឆ្ងាយឆ្លងសមុទ្ររាប់ជាន់កូនណាយកូនគ្មានវិជាការអីទៅធ្វើម្ដេចនឹងធ្វើមិននឹងបានទៅដល់នគរនោះដោយបំណងប្រាថ្នាទៅព្រោះបើកូនទៅកូនគ្មានវិជាអីគេទេណាព្រះមាតាព្រះបិតាទៅជាមួយម្ចាស់បងមិនមានបំណងរំខានម្ចាស់បងទេតែជួបព្រះបង្គំនៅមិនបានបើឃ្លាតពីម្ចាស់បងជួបព្រះបង្គំត្រូវតែសុំទៅតាមព្រះម្ចាស់បងហើយបើបាត់ពីម្ចាស់បងទៅនឹងគ្មានអ្នកណានិយាយឆ្លងបន្លែងលេងសប្បាយដូចសពថ្ងៃនេះទេព្រះបិតាមាតាកូនសម្លាញ់ម្ដាយស្រឡាញ់ណាស់កូនជាកូនតៃអត់ពីប្រជិតវង្សតៃនៅមានកូនប្រុសមួយគ្រាន់ជួយថែរក្សាមាតាបិតាឲ្យសប្បាយចិត្តកូនទឹកដែលមានវ័យ7ឆ្នាំហើយកូនអត់មានចំណេះប្រាជ្ញាបត្តិអ្វីទេកូនគ្រាន់តែដឹងហេតុផលខ្លះប៉ុណ្ណោះកូនប្រុសមានម្ដាយអើយកូនកំតៃអីណាកូនណាមាតាព្រះបិតាបើកាលណាប្រងមិនឲ្យកូនទៅទីបានទីក្តីថាបិតាមាតាស្បកូនមិនឲ្យកូនទៅតាមម្ចាស់បងព្រះជិនវង្សទេមាតាបិតាអូព្រះមាតាបិតាកូនចាំអង្គយសូមកាត់លេមនុស្សធម៌បីអើយដល់កូនទៅកូនសូមអង្គយមាតាបិតាបន្ទៅឲ្យទូបងកុំមកជាខ្ញុំបានទៅជាមកម្ចាស់បងប្រជិនវង្សអើយផងណាបីដាកូន
សម្លាញ់ម្ដាយអាណិតនឹងស្រឡាញ់កូនណាស់បើកូនទៅក៏ម្ដាយទុកសោករោគភ័យកើតព្រួយអាល័យចំពោះតែកូនតែប៉ុណ្ណោះដែរកូនមានម្ដាយអើយកូនកុំទៅអីម្ចាស់ព្រះមេដាអង្គម្ចាស់ជីវិតកូនសូមព្រះអង្គកាត់ប្រតិដើម្បីឲ្យកូនទៅតាមម្ចាស់បងប្រជាវងផងទៅបើព្រះអង្គមិនឲ្យទូបង្គំទៅទូបង្គំពិតជាស្លាប់មិនខានទេបិតាមេដាណ៎ហើយចុះមហេសីអូនកូនមានបំណងចង់ទៅហើយយើងមិនឲ្យទៅហាក់ដូចយើងមិនស្រឡាញ់កូនវិញណ៎ហើយប្រជាវងគណៈចេះបិតាមេដាកូនដឹងទេថាការធ្វើដំណើរតាមផ្លូវត្រូវស្រេកទឹកឃ្លានបាយអាហារចំណីគ្រប់បែបយ៉ាងហើយកូនមានចំណេះវិជ្ជាគ្រប់គ្រាន់អាចការពារប្អូននិងជួយរក្សាប្អូនឲ្យបានសេចក្តីសុខផងណាកូនណាគណៈថ្លៃសីព្រះបិតាអនុពិសីវងศ์បងស្រឡាញ់អូនណាស់បងទៅក៏មិនមែនយូរដែរកាលណាបងផ្កាប្រពន្ធរួចហើយបងវិលក្រោយមកជួបនាំមហេសីមកថ្វាយបង្គំមេដាបិតានិងទទួលការរៀបរាជជាពិសេសឡើងគ្រប់គ្រងព្រះនគរតអំពីព្រះបិតាផងអូនឯងនៅនឹងហើយចាំបងយកបងថ្លៃឲ្យមើលណាទេបើម្ចាស់បងមកឲ្យជួបបង្គំទៅជួបបង្គំសុខចិត្តអត់ដឹងហើបដល់ស្លាប់ម្ចាស់បងឲ្យជួបបង្គំទៅផងក្របទូលហើយចុះព្រះបិតាការនិយមនឹងរឹងមីណាស់របស់អូនអនុពិសីឲ្យគេទៅចុះព្រោះប្រហែលជាគេចង់ស្គាល់រសជាតិជូរផ្អែមតាមដងផ្លូវជាមិនខានទេតើសបាយនឹងកើតទុកប៉ុណ្ណាណើចុះអូនបងឲ្យអូនទៅហើយតើបងទូព្រះបង្គំអរព្រះគុណណាស់គ្រាទូលបើអញ្ចឹងទូព្រះបង្គំសូមថ្វាយបង្គំលាព្រះមេដានិងព្រះបិតាហើយសូមព្រះចបុត្រាទាំងពីរទៅឲ្យបានសេចក្តីសុខសេចក្តីសប្បាយកុំបីមាននួសមីភ័យសត្រូវតាមផ្លូវឡើយឲ្យកូនទៅបានជួបនាងបទុមសូរិយាដោយបំណងនៃកូនប្រាថ្នាណាកូនណាសាធុព្រះបិតាព្រះមេដាកូនលាហើយថ្វាយបង្គំលាហើយព្រះមេដាចាបងដល់រយៈពេលថ្ងៃ7ថ្ងៃហើយដល់ទូព្រះបង្គំគ្រាចាក់ពីព្រះនគរឥឡូវត្រាប់តែដល់ពេលអស់បាយទឹកតាមផ្លូវតើយើងត្រូវធ្វើដូចម្តេចទៅម្ចាស់បង7ថ្ងៃនេះពេលខ្លីណាស់អូនស៊ូត្រឹមមិនបានផងអូនហើយបងចង់ជូនអូនទៅវិញណាទេជួបព្រះបង្គំសុខចិត្តឆ្លាប់រស់ជាមួយម្ចាស់បងហើយបើមិនដូច្នោះទេទូបង្គំសុខចិត្តឆ្លាប់នៅក្នុងតាមផ្លូវនេះតែម្នាក់ឯងទៅចុះបើម្ចាស់បងមិនឲ្យទូព្រះបង្គំទៅមិនអីទេបើអូនមានចិត្តចង់ទៅដោយរីករាយទោះបីអត់បាយអាហារចំណីយ៉ាងណាក៏សុខចិត្តតស៊ូណាអូនណាគណៈសេមចាស់បងបើចឹងដាច់ជាងក្រាប់ទូ